ពុទ្ធភាសិតបាបវៈពួកធម៌និយាយអំពីបាបបុគ្គលអ្នកធ្វើបាបតែសោកស្ដាយក្នុងលោកទាំងពីរគឺសោកស្ដាយក្នុងលោកនេះមួយសោកស្ដាយក្នុងលោកខាងមុខមួយបុគ្គលនោះតែសោកស្ដាយបុគ្គលនោះតែក្តៅក្រហាយព្រោះឃើញអំពើសៅមងរបស់ខ្លួនកម្មលាមកដែលជន់ពីលធ្វើហើយមិនទាន់ឲ្យផលក៏មានដូចទឹកដោះស្រស់ដែលមិនទាន់ប្រែคลายក្នុងមួយរំពេចដូច្នោះបាបកម្មនោះតែងតាមដុតបុគ្គលពីលដូចរងើកភ្លើងដែលបិទបាំងទុកដោយផេះដូច្នោះការសន្សំនៅបាបនាំមកនៅសេចក្តីទុក្ខបុគ្គលមិនគួរមើលងាយបាបថាមានប្រមាណតិចនឹងមិនឲ្យផលដូច្នេះឡើយប្រៀបដូចក្អមទឹករមែងពេញបានដោយដំណក់ទឹកដែលធ្លាក់ចុះយ៉ាងណាបុគ្គលពីលការសន្សំបាបសំបីបន្តិចម្ដងគង់ពេញបានដោយបាបយ៉ាងនោះបុគ្គលគួរជៀសវាងបាបទាំងឡាយឲ្យដូចពាណិជ្ជដែលមានគ្នាតិចតែមានទ្រព្យច្រើនជៀសវាងផ្លូវគួរឲ្យខ្លាចឬដូចជាបរិសប្រាថ្នារស់នៅជៀសវាងថ្នាំពឹសដូច្នោះដែរបើដំបៅមិនមានក្នុងបាតដៃទេបុគ្គលគប្បីនាំយកថ្នាំពឹសដោយបាតដៃថ្នាំពឹសរមែងមិនជ្រាបចូលទៅកាន់បាតដៃដែលគ្មានដំបៅយ៉ាងណាបាបរមែងមិនមានដល់បុគ្គលអ្នកមិនធ្វើយ៉ាងនោះបុគ្គលអ្នកប្រព្រឹត្តកន្លងពាក្យសច្ចៈដែលជាធម៌ឯកអ្នកនិយាយតែពាក្យកុហកអ្នកមានបរលោកលះចោលហើយឈ្មោះថាមិនធ្វើអំពើបាបមិនមែនឡើយធម៌អាក្រក់ទាំងឡាយជាមន្ទិលក្នុងលោកនេះនិងលោកខាងមុខបុគ្គលណារងាប់បាបទាំងឡាយទាំងតូចទាំងធំដោយប្រការទាំងពួងបានទើបហៅថាសមណៈព្រោះភាពនៃបាបទាំងឡាយដែលបុគ្គលនោះរងាប់បានហើយការមិនធ្វើបាបទាំងឡាយនាំមកនៅសេចក្តីសុខបុគ្គលស្អាតរមែងមិនត្រេកអរក្នុងវត្ថុអាក្រក់អំពើអាក្រក់មនុស្សអាក្រក់ធ្វើបានដោយងាយបុគ្គលទាំងឡាយរមែងធ្វើនៅបាបកម្មទាំងឡាយព្រោះតែមោហៈបុគ្គលអ្នកមានធម៌ដ៏លាមករមែងក្តៅក្រហាយដោយកម្មរបស់ខ្លួនកាលបើខ្ញុំនិយាយធម៌បាបរមែងមិនប្រឡាក់បានទេពួកសត្វតែងលះបង់នៅបាបកម្មរបស់ខ្លួនដោយការប្រព្រឹត្តកាន់វត្តយ៉ាងតឹងដើម្បីធ្វើកាយនិងចិត្តឲ្យស្ងប់ពួកយើងមិនធ្វើបាបព្រោះហេតុតែចំណីឡើយ